សូមជម្រាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាដែលជាបងប្អូនដែលនិយមចូលចិត្តចិញ្ចឹមត្រីមិនថាត្រីប្រភេទអីទេប៉ុន្តែចំពោះអ្វីដែលខ្ញុំចង់បង្ហាញបងប្អូននៅថ្ងៃនេះគឺពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមត្រីក្រាញ់របស់យើងមើលបងប្អូនមើលរូបភាពវីដេអូដែលខ្ញុំបានចាប់ត្រីជូនបងប្អូននេះថាតើអ្វីដែលខ្ញុំបានបង្ហាញនេះវាត្រឹមត្រូវវាពិតប្រាកដទៅតាមអ្វីដែលខ្ញុំធ្លាប់និយាយដែរឬទេនេះគឺត្រីដែលខ្ញុំបានបង្ហាញជូនបងប្អូននេះបើនិយាយពីទម្ងន់វានេះគឺប៉ិនបាតដៃយើងឃើញបាតដៃខ្ញុំនេះមិនមែនតូចដែរទេគឺកាន់វាអត់ពេញទេទម្ងន់របស់វាមួយហ្នឹងខ្ញុំថ្លឹងលើកមុនដូចជាកន្លះគីឡូហ្នឹងហើយបងប្អូនវាធំគួរសមហើយការចិញ្ចឹមរបស់ខ្ញុំនេះដោយបងប្អូនបានឃើញហើយគឺត្រីស្រស់គ្នាល្អបានថាទំហំវាត្រីក្រាញ់នេះវាអត់សូវពិបាកចិញ្ចឹមដោយត្រីអណ្ដែងទេបងប្អូនត្រីអណ្ដែងបើយើងគិតមើលទៅក៏វាមិនពិបាកណាស់ណាដែរគ្រាន់តែថាបើយើងប្រហែសគឺវាធំអត់ល្អទេមានការចិញ្ចឹមអ្នកខ្លះគាត់ចិញ្ចឹមនោះគឺធំក្បាលហើយខ្លួនអត់សូវធំទេមួយទៀតអ្នកខ្លះគាត់ចិញ្ចឹមនោះគឺមានការរើសចំណីជាខ្លាំងអាហ្នឹងគឺយើងនិយាយទៅលើត្រីអណ្ដែងនៅវីដេអូក្រោយទៀតខ្ញុំនឹងចែកម្លែកពីបទពិសោធន៍នៃការចិញ្ចឹមត្រីអណ្ដែងជូនបងប្អូនតែម្ដងចំពោះប្រធានបទនៅថ្ងៃនេះអ្វីដែលខ្ញុំចង់បង្ហាញចែកជូនបងប្អូនគឺពាក់ព័ន្ធជាមួយទៅនឹងរបៀបនៃការបលែងកូនត្រីចូលទៅក្នុងអាងតង់របស់យើងឲ្យបានត្រឹមត្រូវនៅក្នុងវីដេអូមុនខ្ញុំបានប្រាប់បងប្អូនរួចមកហើយអំពីការរៀបចំបង្ហូរទឹកក៏ដូចជាការរៀបចំទឹកមកដាក់ទៅក្នុងស្រះអាងតង់របស់យើងបងប្អូនអាចមើលទៅក្នុង channel របស់ខ្ញុំមួយនេះហើយមើលទៅវីដេអូពីមុនខ្ញុំបានបង្ហាញរួចហើយអំពីការរៀបចំទឹកឲ្យបានត្រឹមត្រូវដោយឡែកចំពោះប្រធានបទរបស់យើងនៅថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនលម្អិតពាក់ព័ន្ធជាមួយទៅនឹងថាតើយើងប្រឡែងកូនត្រីនៅពេលដែលយើងកំងទិញបានហើយមកដល់ស្រះរបស់យើងយ៉ាងដូចម្ដេចដើម្បីឲ្យការប្រឡែងរបស់យើងនឹងបានត្រឹមត្រូវកាត់បន្ថយនៅការងាប់របស់កូនត្រីបានចំពោះការចែករំលែករបស់ខ្ញុំនេះខ្ញុំបានជម្រាបបងប្អូនពីខាងវីដេអូរបស់ខ្ញុំមុនថាមិនមែនខ្ញុំចិញ្ចឹមជាលក្ខណៈកសិដ្ឋានធំអីទេបងប្អូនខ្ញុំចិញ្ចឹមជាលក្ខណៈគ្រួសារដែលត្រីរបស់ខ្ញុំចិញ្ចឹមនេះឃើញថាល្អទើបខ្ញុំចេញវីដេអូចែករំលែកជាបន្តបន្ទាប់ម្យ៉ាងវិញទៀតចែកជូនចំពោះបងប្អូនដែលមានដីនៅខាងក្រោយផ្ទះនៅសល់ហើយបងប្អូនចង់ចិញ្ចឹមត្រីដើម្បីបានផលប្រយោជន៍បន្ថែមពាក់ព័ន្ធជាមួយទៅនឹងចំណូលរបស់យើងហ្នឹងហើយអញ្ចឹងដើម្បីឲ្យបងប្អូនបានកាន់តែជ្រាបយល់ច្បាស់អំពីរបៀបនៃការប្រឡែងកូនត្រីជាដំបូងខ្ញុំនិយាយចូលមកដល់ចំណុចមួយគឺនៅពេលដែលយើងកំងកូនត្រីហើយកូនត្រីបានដឹកមកដល់អាងស្រះតង់របស់យើងមុនចាប់ផ្ដើមប្រឡែងបងប្អូនគួរតែទុកកូនត្រីកុំអាលប្រឡែងភ្លាមនៅពេលដែលយើងដឹកវាបានមកដល់ផ្ទះយើងទុកវាក្នុងរយៈពេលសមរម្យអាចកន្លះម៉ោងឯទៅហ្នឹងហើយបន្ទាប់ពីយើងបានទុកវាប្រហែលជាកន្លះម៉ោងទើបសឹមបងប្អូនយកកូនត្រីរបស់យើងយកទៅអាងតង់របស់យើងហ្នឹងបងប្អូននៅពេលដែលយើងទៅដល់អាងតង់ហើយធម្មតាពេលដែលយើងកំងកូនត្រីមកគឺប្រកាសណាស់គេដាក់កដុងដើម្បីផ្ញើជូនមកយើងដែលជាអ្នកចិញ្ចឹមហ្នឹងចំពោះការប្រឡែងកូនត្រីរបស់យើងនេះគឺយើងមិនមែនប្រឡែងភ្លាមទេយើងយកកដុងដែលមានដាក់កូនត្រីនេះយើងយកទៅត្រាំចូលទៅក្នុងអាងតង់របស់យើងឬក៏ស្រះតង់របស់យើងជាមុនសិនដោយយើងត្រាំទុករយៈពេលយកល្អបងប្អូនទុករយៈពេលរហូតដល់20នាទីមុនយើងចាក់កូនត្រីចូលទៅក្នុងអាងតង់របស់យើងបន្ទាប់ពីបងប្អូនបានដាក់ក្នុងរយៈពេល20នាទីហើយបងប្អូនចាប់ផ្ដើមបង្ហើបមាត់កដុងរបស់យើងចុះសន្សឹមដើម្បីឲ្យទឹកនៅក្នុងស្រះតង់របស់យើងនឹងវាចូលសន្សឹមចូលទៅក្នុងកដុងបន្ទាប់ពីនឹងមកបងប្អូនផ្ងាគូតទៅណាហ្នឹងហើយយើងទាញគូតវាឲ្យហើបចុះឡើងខ្ពស់បន្តិចមកដើម្បីឲ្យមាត់របស់វានឹងចុះឲ្យកូនត្រីរបស់យើងនឹងវាហែលចេញថ្នមតាមកម្លាំងរបស់វាបងប្អូននៅចំណុចនេះកុំចាក់ឲ្យសោះចំពោះកសិដ្ឋានគេធំខ្ញុំឃើញការប្រឡែងរបស់គេគឺគេប្រឡែងយកបានន័យថាយើងគេចាក់យកតែម្ដងអញ្ចឹងវាមានកូនត្រីងាប់ក៏ច្រើនដែរ
ចំពោះយើងដែលជាអ្នកចិញ្ចឹមតាមផ្ទះគឺយើងថ្នមមែនតើដោយសារតែកាលណាមានកូនត្រីរបស់យើងងាប់ច្រើនគឺវាធ្វើឲ្យយើងខាតតែម្ដងនឹងឲ្យយើងបន្តមកដល់ចំណុចដែលយើងកំពុងតែឲ្យកូនត្រីហែលថ្នមរហូតដល់ចេញអស់ពីកដងរបស់យើងសួរថាមូលហេតុអីបានជាយើងតម្រូវឲ្យយើងធ្វើបែបនេះមូលហេតុដែលសំខាន់ដែលធ្វើឲ្យយើងធ្វើបែបនេះទី1គឺកូនត្រីរបស់យើងអាចកាត់បន្ថយងាប់បានជាអតិបរមាតែម្ដងតាមបទពិសោធន៍របស់ខ្ញុំគឺវាមានងាប់តិចបំផុតអាចមួយក្បាលពីរក្បាលហើយបញ្ហាដែលត្រីងាប់នោះគឺបញ្ហាដឹកជញ្ជូនបងប្អូនហើយការណាដឹកជញ្ជូនគឺប្រកាសណាស់ថាមានងាប់ខ្លះអញ្ចឹងនៅពេលដែលយើងប្រឡែងតាមរបៀបដែលខ្ញុំបានប្រាប់នេះគឺកាត់បន្ថយការងាប់ជាអតិបរមាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំចិញ្ចឹមទាំងត្រីអណ្ដែងទាំងត្រីក្រាញ់ហើយខ្ញុំធ្វើរបៀបនេះកូនត្រីរបស់ខ្ញុំបើពាក់ព័ន្ធមួយត្រីអណ្ដែងវិញគឺអត់មានងាប់ទេតែបើត្រីក្រាញ់វាមានងាប់ខ្លះព្រោះការដឹកជញ្ជូនមកវាធ្វើឲ្យត្រីវិលមុខដែរអាហ្នឹងហើយបានជាយើងនៅពេលដែលយើងប្រឡែងវាធ្វើឲ្យយើងមានការថ្នមថ្នាក់វាបន្តិចបានន័យថាការប្រឡែងរបស់យើងឲ្យវាទៅតាមធម្មជាតិដែលវាហែលចេញទៅបាននៅពេលនោះកូនត្រីរបស់យើងប្រកាសណាស់ថាវាអត់មានងាប់ច្រើនទេហ្នឹងហើយអាចថាងាប់តិចតួចបំផុតអានេះគឺយោងទៅលើបទពិសោធន៍ចឹងអ្វីដែលខ្ញុំចែករំលែកជូនបងប្អូនពាក់ព័ន្ធជាមួយនឹងរបៀបនៃការប្រឡែងត្រីគឺខ្ញុំមានតែប៉ុណ្ណេះបើសិនជាបងប្អូនមានចម្ងល់បន្ថែមបងប្អូនអាច comment ទៅក្នុងក្រោមវីដេអូរបស់ខ្ញុំនឹងចែករំលែកបទពិសោធន៍បន្ថែមទៀតហ្នឹងហើយសូមអរគុណសូមឲ្យការចិញ្ចឹមត្រីរបស់បងប្អូនទទួលបានលទ្ធផលល្អដូចខ្ញុំដែរហ្នឹងហើយសូមអរគុណ